ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះដួងឆោវិវណ្ណនាងខ្ញុំគឺជាគ្រូបង្គោលផ្នែកអាជីវកម្មថ្មីបង្កើតអាជីវកម្មថ្មីសម្រាប់សហគ្រិននៅប្រទេសកម្ពុជាយើងនិងនៅអន្តរជាតិហើយថ្ងៃនេះជាថ្ងៃទី3ដែលនាងខ្ញុំបានមកសិក្សាអំពីការអភិវឌ្ឍសហគ្រិនរបស់លោក Robert Kiyosaki តើមានបងប្អូនណាខ្លះដែលបានស្គាល់លោក Robert Kiyosaki តើមានបងប្អូនណាខ្លះដែលមិនទាន់បានស្គាល់តើលោក Robert Kiyosaki ជាអ្នកណាចាសូមអរគុណនាងខ្ញុំសូមជម្រាបថាលោក Robert Kiyosaki គឺជាអ្នកនិពន្ធដ៏ល្បីឈ្មោះដែលគាត់បាននិពន្ធសៀវភៅមួយមានចំណងជើងថាឪពុកអ្នកក្រនិងឪពុកអ្នកមាន Rich Dad and Poor Dad សៀវភៅនេះគឺមានបំណងចង់បង្ហាញចង់បង្រៀនដល់ពិភពលោកដល់ប្រជាជនទាំងអស់ដូចជាអ្នកទាំងអស់គ្នាដូចជាខ្ញុំឲ្យយល់អំពីផ្នែកការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុការគ្រប់គ្រងការអប់រំផ្នែកហិរញ្ញវត្ថុព្រោះនៅសាលាយើងអត់ដែលមានការបង្រៀនបែបនេះទេប៉ុន្តែនៅក្នុងជីវិតពិតរបស់យើងហើយយើងជាអាជីវករយើងជាសហគ្រិនយើងត្រូវតែយល់ដឹងអំពីអ្វីទៅដែលហៅថាការអប់រំផ្នែកហិរញ្ញវត្ថុខ្ញុំមកនៅថ្ងៃនេះគឺជាថ្ងៃទី3នៃកម្មវិធីសិក្សាការបង្កើតសហគ្រិនដូច្នេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ថាតើហេតុអ្វីបានយើងត្រូវធ្វើជាសហគ្រិនហើយធ្វើជាសហគ្រិនដ៏ល្អគឺយើងមានបេសកកម្មដើម្បីបង្កើតសហគ្រិនឲ្យបានច្រើននៅក្នុងពិភពលោកនៅក្នុងប្រទេសយើងនៅក្នុងសហគមន៍របស់យើងហើយយើងត្រូវបង្កើតក្រុមរបស់យើងដើម្បីជួយគ្នានិងយើងត្រូវតែមានច្បាប់ឲ្យបានច្បាស់លាស់មានច្បាប់យើងដែលយើងត្រូវតែអនុវត្តតាមគោលការណ៍របស់យើងដូច្នេះបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់រៀនឬក៏តាមដានដឹងអំពីអ្វីទៅដែលហៅថាការបង្កើតសហគ្រិនអ្វីទៅដែលហៅថាការរៀបចំអាជីវកម្មថ្មីតាមបែបអន្តរជាតិតាមអ្នកវាគ្មិនរបស់យើងដ៏ល្បីនៅលើពិភពលោកសូមតាក់ទងមកនាងខ្ញុំហើយនាងខ្ញុំនឹងសូមជួយបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់អំពីការបង្កើតសហគ្រិនថ្មីសូមអរគុណសូមជម្រាបលា Really fluent.